បាទថ្ងៃនេះផល្លាសូមគោរពពុកម៉ែបងប្អូនមានយាយតាទាំងអស់ដែលបានតាមដាននៅប្រព័ន្ធ YouTube របស់ផល្លា TV ខ្ញុំបាទថ្ងៃនេះខ្ញុំបាទក៏បានមកមកតាព្រែកតពោបងប្អូនគឺជាទីលានប៉ុណ្ណឹងទូករបស់ចំណុះវត្តមនីសាគួរដល់7បងប្អូនហើយថ្ងៃនេះគឺថាបងប្អូនយកទូកមកកកកមែនទេបងប្អូនហើយបាទណាទូកយ៉ាងច្រើនដែលមកលលបឿននៅក្នុងថ្ងៃនេះខ្ញុំបាទតាផល្លា TV ក៏បានយកទូកមកលលបឿនជាមួយគេដែរបាទថាឆ្នាំនេះបានទូកថ្មីមកលេងគេបងប្អូនហើយបងប្អូនទាំងទស្សនាគេថាប្រកួតនៅថ្ងៃទី14ខែ4ម៉ោង9ព្រឹកក៏ចាប់ផ្ដើមមកប្រកួតទៅបងប្អូនអាចមកទស្សនាផ្ទាល់បានណាបងប្អូនមិនបានមកទស្សនាផ្ទាល់thìមើលតាមកចាក់ការទូរទស្សន៍ខ្ញុំបាទក៏បានថតបន្តផ្ទាល់ដើម្បីចែកជូនបងប្អូនដែលមិនបានមកមើលផ្ទាល់ឬមើលតាមកចាក់ទូរទស្សន៍hoặcទូរស័ព្ទខ្ញុំបាទក៏មកថតបន្តផ្ទាល់ក្នុងវិធីប៉ុណ្ណឹងទូកនៅថ្ងៃទី14នេះដែរបងប្អូនមកមើលបានthìអាចមកមើលបងប្អូនមកមិនបានthìមើលតាមកចាក់ទូរទស្សន៍ខ្ញុំបាទក៏ថតបន្តផ្ទាល់នៅក្នុងប្រព័ន្ធ YouTube ផល្លា TV បងប្អូនសូមបានសុខចាប់ផិតទុកក្របថនពោហៀសូមជោគជ័យដល់ជាតិខេមរាទោះឆ្ងាយចិត្តនៃសមុទ្រផុតជើងមេឃឆ្ងាយអាណែកដូចនឹងចិត្តគៀកគិតអរាជាកូនខ្មែរមិនភ្លេចទេពូកំពុងសៅដាដល់ប្រទេសណាចូលឆ្នាំដូចគ្នាឆ្នាំថ្មីខ្មែរប្រុសស្រីឆាប់រួតរាំងរៀបចំផ្ទាំងចាំទទួលទេវតាឆ្នាំថ្មីអ្នកស្រុកស្រែអ្នកទីក្រុងកំបងអងអីចូលឆ្នាំ3ថ្ងៃយ៉ាងជួបជុំគ្នាសូមជូនពរជ័យបបសុខសួស្តីផាត់ឆ្នាំចាំផ្លាស់ឆ្នាំថ្មីគ្មានភ័យរោគាសូមបានសុខចាប់ផិតទុកក្របខនពោហៀសូមជោគជ័យដល់ជាតិខេមរាទោះឆ្ងាយចិត្តនៃសមុទ្រផុតជើងមេឃឆ្ងាយ